ស្ដីបងប្អូនអរគ្នាថ្ងៃនេះយើងមាន Honda Click បញ្ហាគឺថាយើងចង់វ៉ាគេអីគឺមួលទៅវាផុតណាបាទតែឥឡូវយើងត្រួតពិនិត្យទៅលើដំណើរការប្រព័ន្ធភ្លើងវាសិនហើយសម្រាប់ Honda Click 010 7 18ឡើងហ្នឹងគឺដោយ scan មកវាគឺនៅជាប់អាគុយកន្លែងនេះបងប្អូនប៉ុន្តែប្រភេទ015ចុះគឺវានៅជាប់អាគុយបើនិយាយទៅតាក់តងនឹងដោយ scan ណាគឺវានៅអត់ឆ្ងាយពីអាគុយទេបងចឹងសម្រាប់នេះយើងនៅកន្លែងនេះណាបាទដោយ scan មកវាបាទហើយការឆែកទៅលើប្រព័ន្ធភ្លើងនៅទីនេះយើងប្រើជាមួយនឹងម៉ាស៊ីន scan CTY 500 Pro OBD2 សម្រាប់ម៉ាស៊ីន scan CTY 500 Pro OBD2 បើសិនតែបងជាងត្រូវការគឺអាចកំងចេញពីខាងខ្ញុំបានណាយើងមានលក់ហើយនឹងបង្រៀនឲ្យបងប្អូនចេះប្រើប្រាស់ណាបាទអញ្ចឹងសម្រាប់ដោយ scan click គឺវាអត់ទៅនៅឆ្ងាយពីអាគុយទេគឺវានៅគៀកណាអាគុយម៉ូតូទាំងអស់ហ្នឹងគឺវានៅគៀកណាអាគុយហ្នឹងទេបាទតោះយើងដោតដោយ scan ចូលអូខេយើងបន្ទាប់ពីយើងបានភ្ជាប់ជាមួយនឹងដោយ scan ហើយយើងធ្វើការបើកសោណាមកឥឡូវយើងមកឆែកដំណើរការទាំងអស់គ្នាទៅលើ click បាទសម្រាប់បងដែលត្រូវការកំងម៉ាស៊ីន scan គឺនៅក្នុងវគ្គនេះយើង scan បាន6ក្រុមហ៊ុនហើយយើងមានជាមួយនឹងកម្មវិធីបិទ smart key បានទៀតណាក៏ដូចជាការ remap ហើយពិសេសនោះគឺមានជាមួយនឹងកម្មវិធីតេស្តគ្រឿងតេស្ត sensor ណាអូខេឥឡូវយើងដើម្បីចូលទៅមើលថាតើវាមានបញ្ហាលើ sensor ណាយើងចូលកន្លែងវិនិច្ឆ័យកំហុសខ្ញុំចុចអូខេបាទអញ្ចឹងយើងយកប្រព័ន្ធក្រុមហ៊ុនរបស់ Honda បាទអញ្ចឹងយើងចូលមកលេខរៀងទី7ស្វែងរកដោយស្វ័យប្រវត្តិបាទយើងចុចអូខេបន្ទាប់មកគឺយើងត្រូវឆែកទៅលើប្រព័ន្ធបិចសាំងណាអញ្ចឹងយើងរងចាំដើម្បីធ្វើការតភ្ជាប់ជាមួយនឹងម៉ាញ៉េតូអូខេមកដល់ចំណុចនេះគឺយើងសូមចូលទៅមើលកូដលេខរៀងទី4បាទយើងមើលកូដកំហុសអញ្ចឹងខ្ញុំសូមមើលបច្ចុប្បន្នកាលគឺវាមិនមានទេเนาะបាទអញ្ចឹងកូដបច្ចុប្បន្នកាលគឺអត់មានទេឥឡូវយើងថយក្រោយមួយសិនយើងចូលទៅមើលអតីតកាលបាទសម្រាប់អតីតកាលក៏អត់មានដែរអញ្ចឹងកូដកំហុសគឺវាមិនបានបង្កកទេអូខេឥឡូវយើងចង់ដឹងថាតើបញ្ហាអីបានម៉ូតូនេះមួលនៅពេលដែលយើងចង់វ៉ាគេម្ដងណាវាចាប់ដើមមានបញ្ហាឆ្លក់បាទអញ្ចឹងយើងចូលមើលចលនា sensor នីមួយសម្រាប់ការមួលហ្គាឆ្លក់បាទមួលហ្គាកប់ទៅឆ្លក់ណាខ្ញុំសូមមើលត្រង់ចំណុច sensor gear បាទ sensor gear យើងអាចមើលបានទាំងអស់ណាអូខេឥឡូវយើងឆែកមើលប្រសិនបើ sensor gear នៅល្អនៅត្រង់ចំណុចខ្សែ gear volt នេះពេលដែលយើងមួលកប់គឺវាបាន4 volt ជាងណា4 volt ចុច35 40អញ្ចឹងតែតាមប្រភេទ sensor ឥឡូវខ្ញុំធ្វើការមួលបាទអញ្ចឹងចំណុចនេះគឺវាមិនមានបញ្ហាទេបងប្អូនណាបាទសម្រាប់ sensor gear អូខេបងប្អូនអញ្ចឹងតាក់ទងនឹងការឆែកទៅលើ sensor gear ក៏ដូចជាដំណើរការ sensor នីមួយយើងឃើញថាវាអត់មានបញ្ហាទេបាទប៊ិចសាំងក៏បាញ់ល្អបាទសាកអាគុយក៏ត្រឹមត្រូវកម្ដៅទឹកបានត្រឹមតែ63អង្សាសេទេជុំម៉ាស៊ីន1400 1600ឃើញថាជុំម៉ាស៊ីនរៀងធំបន្តិចណាខ្ញុំនឹងតម្លាក់ជុំម៉ាស៊ីនវាចុះណាបាទកុំឲ្យវាធំពេកបាទនេះជាការឆែកទៅលើដំណើរការ sensor ប្រើជាមួយនឹងម៉ាស៊ីន scan CTY ប៉ុន្តែឥឡូវយើងឆែកទៅមើលប្រព័ន្ធបាទម៉ូទ័របូមសាំងណាឡូម៉ូទ័របូមសាំងវាខ្សោយអូខេអរគុណច្រើនវីដេអូនេះក៏មានប៉ុណ្ណឹងអរគុណ